សួស្តីបងប្អូនទាំងអស់គ្នាវីដេអូនេះធ្វើឡើងសម្រាប់បងៗដែលចូលចិត្តហាត់ក្បាលពោះជាប្រចាំថ្ងៃនេះខ្ញុំមាន5លំហាត់ប្រាណសម្រាប់ឲ្យបងៗរៀនហាត់ដោយខ្លួនឯងបានត្រឹមត្រូវនៅជាមុខក្បាលនិងផ្ទះក្បាលហើយថ្ងៃនេះដែរខ្ញុំក៏មកឆ្លើយសំណួរបងស្រីដែលគាត់សួរថាមានលំហាត់ណាដែលធ្វើឲ្យក្បាលពោះវិញគឺស្រកញញឹមលំហាត់ទី1គឺយើងរកឯតោហើយយើងលើកជើងយើងឡើងបើសិនជាធ្វើជើងកាន់តែត្រង់កាន់តែល្អប៉ុន្តែយើងទុកគ្រូលើខុសក្នុងយើងកំណើតហើយប្រឹងក្រាញ់ខពោះហើយលើកជើងទៅលើឲ្យត្រង់តែបើមិនត្រង់ទេយើងគុញទឹកក្បាលឡើងសារតែពេលយើងតោទៅគឺយើងមានតែមុខធ្ងន់ហើយប្រវត្តិធ្វើមិនតែណាមួយសម្រាប់លំហាត់ទី2ដូចទី1ដែរប៉ុន្តែយើងលើកជង្គង់ឡើងបែបនេះហើយយើងធ្វើ front គ្នាជាមួយ2ដងមានន័យថាយើងចាប់បញ្ចុះយើងចូលបញ្ចុះសម្រាប់យើងចាប់ពីនេះមកយើងសម្រាប់ដងខ្ញុំសូមបញ្ជាក់ជូនបងប្អូននៅក្នុងវីដេអូនេះសម្រាប់អ្នកដែលគាត់យល់ថាលំហាត់មួយចំនួនបានផលច្រើនឬលំហាត់មួយចំនួនទៀតបានផលតិចវាពិតណាស់មិនពិតជាមានលំហាត់ដែលវាអត់សូវ work ឬក៏វាអត់សូវធ្វើការងារសម្រាប់យើងជាប្រចាំទេប៉ុន្តែបងប្អូនត្រូវចាំថាពេលយើងហាត់ប្រាណគឺយើងព្យាយាមធ្វើយ៉ាងណាឲ្យហាត់បានទៀងទាត់ហើយយើងព្យាយាមផ្លាស់ប្ដូរការរស់នៅរបស់យើងទៅលទ្ធផលនិងសុខភាពគឺទទួលបានលឿនបើសិនជាបងហាត់ប្រាណហើយអត់ធ្វើតាមរៀនប្រាប់ខាងលើនេះក៏វាមានភាពផលទេបងហើយកុំធ្វើរយៈពេលខ្លីកុំធ្វើរយៈពេលខ្លីក៏បងមានផលតិចខ្លះចូលមកដល់លំហាត់ទី4លំហាត់ចុងក្រោយយើងធ្វើជាប់គ្នាដែរយើងធ្វើ6 screw ទៅលើហើយយើងធ្វើជាចុងក្រោយលំហាត់នេះគឺផ្ដោតទៅលើប្រភពដែលខាងក្រៅនេះដែរយើងលំហាត់ខាងលើជាជាងធ្វើហ្វមត្រង់ហើយដល់លំហាត់ទៅគ្នាហើយជុំមកក្រៅជាការយើងបានការចេញពីដំណើរធ្វើមួយដល់មួយនេះហើយធ្វើបានសម្រាប់លំហាត់ចុងក្រោយគេគឺយើងធ្វើបានបែបនេះយើងលើកខ្លួនទៅក្រៅហើយយើងលើកខ្លួនទៅវិញព្យាយាមលើកបាត់ខ្លួនឡើងកុំព្យាយាមប្រឹងទៅចេញក្រោយលំហាត់ពីនេះយើងចូលជាប់គ្នាដែរធ្វើពីរដងសម្រាប់ជម្រាបលាបាយបាយ